បងខ្ញុំសុំសួរបងឯងមួយបងឯងខ្ទង់ខ្សែវ័យខ្សែចោះចាប៉ុន្តែបងឯងនៅតែសម្រស់ស្អាតហើយរាងស្អាតហើយសុខភាពល្អទៀតតែបងឯងមានរូបមន្តអីគេខ្លះបងអាចជួយចែករំលែកបានទេបើគិតថាអាយុឥឡូវវាអាយុ40ជាងហើយ40ជាងមិន40គាត់ទេ40ជាងហើយហើយបើរាប់កូន4ហើយអូកូន4ហើយមិនតិចតិចចាមិនថប់មិនតិចតួចទេណាកូន4អញ្ចឹងចំពោះសុខភាពរបស់យើងដែលយើងរក្សានៅសុខភាពបានល្អអញ្ចឹងគឺតកតនឹងរបបអាហាររបបអាហារហ្នឹងទី1សំខាន់ទី2ហ្នឹងគឺយើងញ៉ាំទឹកឲ្យបានច្រើនចាហើយចំណុចទី3ហ្នឹងគឺយើងត្រូវហាត់ប្រាណជាប្រចាំដែរអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺព្រឹកឡើងដោយសារយើងអាយុច្រើនអញ្ចឹងយើងវ័យប៉ុណ្ណេះយើងកាត់បន្ថយអាហារមួយចំនួនដូចជាអាហារពេលព្រឹកខ្ញុំអត់ញ៉ាំបាយស្រូបឬក៏កាទៀវអីទេយើងញ៉ាំតែប្រភេទម្សៅបន្លែផ្លែឈើដែលយើងមានផលិតម្សៅចេកហ្នឹងហើយនឹងឆ្អែតដែរបងឆ្អែតហើយនឹងលាយជាមួយនឹងគ្រាប់ធញ្ញជាតិមួយចំនួនដូចជាមានគ្រាប់សណ្ដែកមានគ្រាប់សណ្ដែកសៀងមានប្រភេទគ្រាប់ធញ្ញជាតិនិយាយទៅយើងញ៉ាំប្រភេទអាហារទាំងអស់ហ្នឹងណាវាជួយទាំងសុខភាពវាជួយទាំងរក្សាគីឡូហើយជួយទាំងសម្រស់ដែរបើសើអញ្ចឹងបាក់ញ៉ាំអត់ដោយសារតែខ្ញុំវ័យក្មេងៗអញ្ចឹងខ្លាចតែភាគច្រើនពួកខ្ញុំញ៉ាំបាយកាទៀវអីជាប្រចាំអញ្ចឹងដល់ពេលឲ្យផ្លាស់ប្ដូររបបអាហារទៅញ៉ាំប្រភេទអញ្ចឹងវិញដូចលឿនណាមានអារម្មណ៍ថាវាពិបាកញ៉ាំអត់បងអត់បាក់ញ៉ាំទេឆ្ងាញ់រសជាតិឆ្ងាញ់សំខាន់ណាពេលដែលយើងញ៉ាំទៅដូចថាអ្នកធ្វើការវិញធម្មតាដំណោះយើងទៅធ្វើការមែនអត់ចាអញ្ចឹងយើងពេលខ្លះយើងក៏អត់មានពេលទៅកំងបាយឬក៏ទិញបាយដែរអញ្ចឹងព្រោះតែយើងឆុងតែមួយកែវញ៉ាំតែមួយកែវនឹងឲ្យញ៉ាំឲ្យគឺឆ្អែតហ្មងឆ្អែតរហូតដល់ម៉ោងបាយអញ្ចឹងខ្ញុំអនុវត្តផ្ទាល់ហើយសំខាន់មួយទៀតណាពេលដែលយើងញ៉ាំប្រភេទអាហារអញ្ចឹងវាមានជាតិ fiber ជាតិ fiber ហ្នឹងវាជួយឲ្យយើងហ្នឹងបត់ជើងស្រួលអញ្ចឹងអ្នកដែលអត់ចូលចិត្តញ៉ាំបន្លែអត់ចូលចិត្តញ៉ាំផ្លែឈើអត់ចូលចិត្តប្រភេទគ្រាប់ធញ្ញជាតិណាហើយញ៉ាំតែកាទៀវញ៉ាំតែបាយញ៉ាំអីចឹងធ្វើឲ្យឡើងគីឡូផងហើយនឹងសំខាន់មួយទៀតគឺប្រព័ន្ធម្លាយអាហារចាអញ្ចឹងវាធ្វើឲ្យខូចប្រព័ន្ធម្លាយអាហាររបស់យើងសម្រាប់ខ្ញុំទៅតែ20វ័យ20ទេប៉ុន្តែយើងអាចបានចាប់អារម្មណ៍លើរបបអាហារទាំងអស់ហ្នឹងទេបើខ្ញុំសម្រាប់ខ្ញុំហ្មងដូចថាយើងចង់ស្រកគីឡូអញ្ចឹងណាពេលខ្លះនិយាយទៅខ្ញុំអត់ស្វែងរកប្រភេទអាហារដែលជំនួយសុខភាពជាប្រភេទ fiber ជាប្រភេទ protein ទេខ្ញុំទៅអត់ញ៉ាំដល់ខ្ញុំអត់ញ៉ាំបាយអត់ញ៉ាំអីមិនដល់អញ្ចឹងទៅវាអាចប៉ះពាល់ដល់បញ្ហាកាពះពោះវៀនទៀតណាបងខ្ញុំបើនិយាយថាការគេងអញ្ចឹងពេលយើងញ៉ាំពេលព្រឹកចំនួន5ម្ដងណាយប់ឡើងពេលល្ងាចឡើងខ្ញុំញ៉ាំបាយតិចតិចប៉ុន្តែខ្ញុំហាត់ប្រាណសិនខ្ញុំហាត់ប្រាណរួចបានយប់ឡើងខ្ញុំញ៉ាំបាយតែតិចទេប្រហែលជាកន្លះចានចង្កឹះទេកុំឲ្យល្មមពោះអញ្ចឹងណាអញ្ចឹងយើងញ៉ាំបាយរួចឡើងបានយប់ម៉ោង8កន្លះអីខ្ញុំចាប់ផ្ដើមញ៉ាំម្សៅចេកម្ដងទៀតញ៉ាំម្សៅចេកពេលយប់វាជួយឲ្យត្រជាក់ពោះណាអញ្ចឹងពេលយើងញ៉ាំចំណីអីពីថ្ងៃដែលញ៉ាំហល់ញ៉ាំជួយក៏វាបាត់ដែរអញ្ចឹងចាក់ពោះឲ្យដល់ពេលញ៉ាំឲ្យគេងលក់ស្រួលហ្មងគេងលក់ស្កប់កាលណាយើងគេងលក់ស្កប់ហើយយើងមានកម្លាំងយើងភ្ញាក់ឡើងយើងធ្វើការឲ្យកម្លាំងធម្មតាហើយអត់ស្លេកស្លាំងទេស្បែកសាច់ឈាមយើងគឺស្រស់ថ្លាហើយមួយទៀតគឺភ្ញាក់ឡើងគឺបត់ជើងអស់ពីក្នុងពោះហ្មងមានអាកាសសំណល់ដែលយើងញ៉ាំអីអាក្រក់អីពីងាយញ៉ាំជូរញ៉ាំហល់ញ៉ាំអាហារពីងាយហ្នឹងគឺវាបត់ជើងអស់រាល់ថ្ងៃហ្មងអញ្ចឹងធ្វើឲ្យរាងយើងវា slim ទៅរៀបចំរបបអាហារបានត្រឹមត្រូវដើម្បីឲ្យយើងសុខភាពល្អដើម្បីឲ្យយើងនៅរក្សាគីឡូបានថេរហើយសំខាន់ណាគឺជួយសម្រស់យើងនៅតែស្អាតថាញ៉ាំអាហារពេលព្រឹកហ្នឹងបងញ៉ាំប្រភេទម្សៅឆុងញ៉ាំម្សៅដែលបងឆុងញ៉ាំហ្នឹងម្សៅអីគេវិញបងម្សៅខ្ញុំឆុងញ៉ាំហ្នឹងគឺយើងមាននេះម្សៅ Namva Fan1 នេះម្សៅ Namva Fan1 ណាផ្សំចេញពីបន្លែផ្លែឈើ5មុខមានចេក Namva មានការ៉ុតល្ពៅមានសណ្ដែកសៀងមានមើមចេកអញ្ចឹងនៅក្នុងហ្នឹងវាមានទាំងវីតាមីនវាមានទាំងប្រូតេអ៊ីនវាមានទាំងជាតិ fiber អញ្ចឹងមិនមែនបងក៏ចាប់តូចនេះចាប់តូចអញ្ចឹងហើយយើងគ្រាន់តែហែកតែមួយកញ្ចប់ទេហើយយើងឆុងជាមួយនឹងទឹកដោះគោស្រស់បើដាក់ទឹកដោះគោស្រស់គឺរសជាតិឆ្ងាញ់ហ្មងអញ្ចឹងទឹកដោះគោស្រស់មកហើយយើងញ៉ាំហើយបើសិនជាចង់បន្ថែមនៅម្សៅ Namva Fan1 នេះមួយទៀតក៏បានដែរបើសិនថាយើងឈឺកាពះយើងញ៉ាំលាយគ្នាបានពីមុខហ្នឹងអាចលាយចូលគ្នាបានអញ្ចឹងយើងញ៉ាំ for ហើយនឹង 5 ទៅញ៉ាំជាមួយទឹកដោះគោស្រស់ទៅគឺញ៉ាំឲ្យជួយឲ្យឆ្អែតហើយសំខាន់មួយទៀតជួយសម្រស់ដូចខ្ញុំនិយាយចឹងជួយទាំងឆ្អែតទប់ការឃ្លានហើយបាត់ក្តៅបាត់កាហាយបាត់លំពោះអីគឺទៅមកកាផ្លេហ្មងពេលយើងញ៉ាំឲ្យទៀងទាត់រាល់ថ្ងៃចាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំទៀងទាត់រាល់ថ្ងៃហ្មងញ៉ាំពីមុខនេះរាល់ថ្ងៃចាញ៉ាំរាល់ថ្ងៃហើយនឹងពេលយប់មួយទៀតពេលយើងមុនពេលចូលគេងគឺយើងញ៉ាំពីមុខនឹងចូលគ្នាចាអាហ្នឹងហើយជាលទ្ធផលដែលយើងទទួលបានគឺខ្ញុំញ៉ាំបែបហ្នឹងអញ្ចឹងអត់បងស្អាតម្ល៉េះនិយាយទៅណាគេជួបបងក៏សរសើរបងថាបងស្អាតម៉េចហើយនិយាយទៅសម្រស់ក៏ស្អាតហើយកូន4ចាកូន4ចាតែក៏មើលសម្រស់ម៉ាមីស្អាតហ្មងហើយរាងក៏ស្អាតទៀតនិយាយទៅបងមានវិធីសាស្ត្រ3បើខ្ញុំតាមខ្ញុំសរុបមកវិញទី1
còn vậy tha bọt há sầm khăn mình tên hay mới tiết dương tơ ca nhâm tực nhâm tực hay nâng tị bấy công ty khăn pramទាំងអស់គ្នានិយាយទៅបើសិនជាយើងលេខណាថាយើង fasting អីក៏យើងត្រូវតរបបអាហារដែរហាត់ប្រាណតរបបអាហារញ៉ាំទឹកបានច្រើនធ្វើ3ហ្នឹងឲ្យជាប់លាប់ដឹងថាបានរៀងស្អាតស្ដីស្អាតដូចបងស្រីចឹងអញ្ចឹងបើសិនជាចាប់អារម្មណ៍សូមកុំភ្លេចជួយ follow វីដេអូរបស់យើងជួយ like ជួយ share បានច្រើនយើងនឹងមានវីដេអូចែករំលែកទៅអ្នកទាំងអស់គ្នាជាបន្តទៀតអរគុណ